អាយដាមអ៊ុំរិត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យពិធីនេះបានធ្វើឡើងនៅថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026នៅសាលប្រជុំធំខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមអាយដាមប្លែតវេរីប្រធានក្រុមប្រឹក្សាខេត្តលោកស្រីសមាជិកក្រុមប្រឹក្សាខេត្តប្រធានសាលាដំបងខេត្តព្រះរាជអាជ្ញាអង្គសាលាដំបងខេត្តអភិបាលរងខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាពថ្នាក់ដឹកនាំមន្ទីរអង្គភាពអភិបាលក្រុងស្រុកអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍក្រុមហ៊ុនរោងចក្រសហគ្រាសគ្រឹះឋាននិងបងប្អូនជានិយោជិតនិយោជកម្មប្រមាណ500នាក់ផងដែរនេះឱកាសនេះឯកឧត្តមអ៊ុំរីត្រីមានប្រសាសន៍ថាកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយធម៌ពលស្វាហាប់ជ្រាលវៃនិងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអភិបាលខេត្តបន្តថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគដោយបានជំរុញឲ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេសបន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈជាក់ស្ដែងក្នុងរយៈពេល2ខែនៅដើមឆ្នាំ2026នេះក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន105គម្រោងក្នុងទង់ធនវិនិយោគសរុបប្រមាណ$966លានអាមេរិកដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋបន្ថែមលើនេះគិតត្រឹមត្រីមាសទី1ឆ្នាំ2026នេះចំនួនសហគ្រាសក្រុមហ៊ុនរោងចក្របានកើនឡើងដល់ចំនួន47,039សហគ្រាសជាមួយនឹងចំនួនកម្មករនិយោជិតសរុបកើនឡើងដល់ប្រមាណ2.3លាននាក់